មានបងប្អូនយើងច្រើនខ្លាំងមែនទែនដែលកំពុងតែមានអាការៈឈឺតាមសាច់ដុំឈឺតាមសន្លាក់តែយើងអត់បានដឹងច្បាស់ទេថាឈឺនេះដោយសារតែមូលហេតុអ្វីថ្ងៃនេះខ្ញុំលើកឡើងអំពីបញ្ហាឈឺសាច់ដុំជាមួយនឹងរោគសញ្ញាក៏ដូចជាមូលហេតុបង្កក៏ដូចជារបៀបនៃការការពារថែទាំបន្ថែមជៀសវាងរាល់ការជួបបញ្ហាធំៗពាក់ព័ន្ធជាមួយនឹងសាច់ដុំសរសៃដោយមិនដឹងខ្លួនហើយធ្ងន់ធ្ងរនៅថ្ងៃខាងមុខជាធម្មតាការឈឺចាប់ទៅលើសាច់ដុំគឺមានស្ទើរតែគ្រប់រូបសម្រាប់អ្នកដែលធ្វើការងារច្រើនឬក៏អ្នកដែលធ្វើការងារធ្ងន់បញ្ហាឈឺទៅនឹងសាច់ដុំនេះអាចបណ្ដាលមកពីបញ្ហាថ្លោះសរសៃឬក៏មួយចំនួនទៀតអាចឈឺឡើងដោយអត់មានមូលហេតុជាដំបូងនេះនាងខ្ញុំចង់ឲ្យបងប្អូនដឹងអំពីរោគសញ្ញានៃបញ្ហាឈឺទៅនឹងសាច់ដុំដើម្បីជាសញ្ញាមួយបញ្ជាក់ថាអូកំពុងតែរលាកសាច់ដុំឈឺសាច់ដុំរលាកសរសៃឬក៏កំពុងតែថ្លោះគ្រិចផ្នែកណាមួយនៃរាងកាយរបស់យើងដើម្បីបងប្អូនធ្វើការដោះស្រាយទៅឲ្យចំគោលដៅចំទៅនឹងបញ្ហាទៅបញ្ហាมันកាន់តែធំឬក៏ធ្ងន់ធ្ងរសម្រាប់សុខភាពបងប្អូនទី1សម្រាប់រោគសញ្ញានៃបញ្ហាឈឺសាច់ដុំនេះគឺបងប្អូនមានអាការៈថាជាំទៅនឹងដុំសាច់ដុំដែលភាគច្រើនបងប្អូនប្រើប្រាស់ខ្លាំងដូចជាការលើកប្រើទៅលើជើងខ្លាំងអ្នកលេងកីឡាធ្វើការងារធ្ងន់គឺចាប់ផ្ដើមមានអាការៈដូចជាឡើងជាំទៅនឹងដាច់សាច់ដុំមួយនោះជាសញ្ញាបញ្ជាក់ដែលល្អមួយដែលយើងមើលឃើញនឹងភ្នែកបានសម្រាប់ទី2បងប្អូនមានអាការៈថារមួលទៅនឹងសាច់ដុំចាពេលភាគច្រើននៅពេលដែលយើងលេងកីឡាឬក៏យើងរត់យើងលើករបស់ធ្ងន់ចាប់ដើមមានអារម្មណ៍ថាយើងឈឺរមួលទៅនឹងសាច់ដុំនេះក៏ជាសញ្ញាមួយនៃការឈឺសាច់ដុំដែលបងប្អូនយើងមានសពថ្ងៃនេះហើយភាគច្រើនអ្នកលេងកីឡានឹងតែម្ដងហើយសម្រាប់ទី3វិញសាច់ដុំរបស់បងប្អូននឹងចាប់ដើមមានអារម្មណ៍ថាស្ពឹកហើយខ្សោយទៅនឹងសាច់ដុំខ្សោយនេះគឺមានសភាពថាយើងអត់មានកម្លាំងប្រើទៅលើសាច់ដុំរបស់យើងភាគច្រើនខ្សោយសាច់ដុំនេះទៅលើមនុស្សវ័យចំណាស់ភាគច្រើនដែរឬក៏អ្នកដែលគាត់មិនសូវធ្វើចលនាក៏ប្រឈមជាមួយនឹងបញ្ហាខ្សោយទៅនឹងសាច់ដុំមានអារម្មណ៍ថាខ្សោយអស់កម្លាំងឬក៏សាច់ដុំរបស់យើងគឺទៅជាស្ពឹកតែម្ដងធ្វើការងារឬក៏លើកដើរឈរអីវាពិបាកសម្រាប់អ្នកដែលមានបញ្ហាឈឺទៅនឹងសាច់ដុំហ្នឹងហើយសម្រាប់ទី4វិញគឺឈឺសាច់ដុំពេលធ្វើចលនាជាធម្មតាយើងអាចសម្គាល់បានជាពិសេសអ្នកដែលគាត់ធ្វើការងារឬក៏អ្នកដែលលេងកីឡាបើសិនជាយើងចាប់ដើមរត់ឬក៏ដើរឈរអង្គុយអីយើងចាប់ដើមមានអាការៈថាឈឺទៅលើសាច់ដុំរបស់យើងក៏វាជាសញ្ញាបញ្ជាក់ថាអូសាច់ដុំរបស់បងប្អូនកំពុងតែមានបញ្ហាហើយបញ្ហាដូចខ្ញុំរៀបរាប់ខាងលើអញ្ចឹងអាចជាបញ្ហានៃការថ្លោះសរសៃឬក៏បញ្ហាផ្សេងៗដែលអត់មានមូលហេតុនឹងដែលគេរកមូលហេតុមិនឃើញនឹងហើយសម្រាប់ទី5ហ្នឹងគឺសាច់ដុំរបស់បងប្អូនអាចនឹងមានអាការៈហើមជាដើមចាស់ហើមនៅតំបន់សាច់ដុំរបស់យើងហើយសញ្ញាទាំង5នេះហើយគឺជាសញ្ញាចម្បងដែលយើងគួរតែសង្កេតបើសិនជាមានអាការៈឈឺប្លែកខុសធម្មតាហើយបើសិនជាមានអាការៈឈឺបែបនេះរយៈពេលយូររ៉ាំរ៉ៃគួរតែប្រញាប់រកអ្នកជំនាញដើម្បីធ្វើការពិគ្រោះយោបល់ឲ្យបានទាន់ពេលវេលាហើយបើសិនជាបងប្អូនទាំងអស់គ្នាកំពុងតែមានអាការៈឈឺចុករយទៅលើសាច់ដុំហើយចង់បានដំណោះស្រាយមួយដែលល្អសមស្របទៅនឹងបញ្ហារបស់បងប្អូនខ្ញុំចង់ណែនាំជាមួយនឹងផលិតផល VHOPE នេះចំពោះផលិតផល VHOPE ធម្មជាតិវាអត់មានសារធាតុណាមួយដែលប៉ះពាល់កាពះពោះវៀនថ្លើមប្រមាត់របស់បងប្អូនទេហើយរឿងដែលសំខាន់គឺជំនួយទៅលើសាច់ដុំសរសៃឬក៏ជួយការពាររាល់បញ្ហារលាកសរសៃជាដើមបើសិនជាយើងមានអារម្មណ៍ថាចុករយតាមសាច់ដុំតាមស្មាតាមចង្កេះខ្នងតាមកំពួនជើងរៀមដៃរៀមជើងអំពុំមិញអាចទទួលទានជាមួយនឹងផលិតផល VHOPE នេះអាចជួយសម្រាលបញ្ហាបងប្អូនបានច្រើនខ្លាំងមែនទែនអាចតាក់ទងមកលេខទូរស័ព្ទនៅលើវីដេអូបើសិនជាចង់ពិគ្រោះឬក៏ចង់ដឹងព័ត៌មានបន្ថែមទៀតចា៎នាងខ្ញុំសុកលីនចាសសូមអរគុណនិងសូមគោរពលា